បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel គុនធី TV News នៅក្នុងវីដេអូនេះខ្ញុំបាទនឹងលើកយកអត្ថបទថ្មីមួយទៀតពាក់ព័ន្ធទៅនឹងសៀមបាទបន្តផ្លោងគ្រាប់ដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាយើងសាច់ថ្មីម្ដងទៀតហើយបាទដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅបាទតំបន់ប្រាសាទព្រះវិហារត្រូវបានខាងភាគីសៀមបានបើកការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកបាទដោយមើលរើសមុខទេបាទទៅលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាយើងនឹងបាទដោយនៅក្នុងនឹងដែរសំណង់ប្រាសាទបាទប្រាសាទព្រះវិហាររបស់យើងនឹងគឺបាទរងការប៉ះពាល់និងខូចខាតអស់ជាច្រើនកន្លែងបាទដែលសកម្មភាពដ៏កម្រោរបស់យោធាសៀមនេះបានបាញ់ប្រហារចូលទៅក្នុងទីប្រជុំជនភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរយើងនិងជនស៊ីវិលដែលរស់នៅរួមទាំងសាលារៀនដែលកុមារកំពុងតែសិក្សាហើយនិងប្រាសាទតាក្របីប្រាសាទព្រះវិហារបាទយើងឃើញថាការបាញ់ប្រហាររបស់សៀមនឹងគឺនៅរើសមុខទេបាញ់គ្រប់ទីកន្លែងបាញ់ពីណាពីណីតែម្ដងបាទនេះបើយើងនិយាយពីច្បាប់នៃការធ្វើសង្គ្រាមវិញគឺខុសទាំងស្រុងតែម្ដងបាទហើយបាញ់នឹងគឺបាញ់ចូលទៅក្នុងភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរយើងហើយនឹងសិស្សសាលាដែលកំពុងចូលរៀននៅក្នុងថ្នាក់រៀននឹងគឺបានបាញ់ចូលអត់មានគិតគួរទាំងអស់បាទហើយតើតើនឹងការបាញ់ចូលក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងគឺបាញ់ចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025យើងនឹងបាទនេះបើតាមដែលខ្ញុំមើលទៅគឺការបាញ់ប្រហារចូលទៅតំបន់ប្រាសាទព្រះវិហារនឹងហាក់បីដូចជាការមើងងាយបាទមិនហាក់បីដូចជាការមើងងាយគឺមើងងាយតែម្ដងទៅដល់អង្គការ UNESCO ដែលអង្គការ UNESCO នឹងបានចុះបញ្ជីប្រាសាទព្រះវិហាររបស់យើងចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកហើយខាងទាហានថៃនឹងគឺបានបាញ់អត់បានពិចារណាទៅលើតំបន់ទាំងអស់នឹងបាទព្រោះថាតំបន់ប្រាសាទព្រះវិហារនឹងបើនិយាយពីការកសាងប្រាសាទព្រះវិហារនឹងគឺរាប់ពាន់ឆ្នាំមកហើយនៅក្នុងការកសាងរបស់ដូនតាខ្មែរយើងនឹងបាទហើយមិនត្រឹមតែប៉ុណ្ណោះកម្ពុជាយើងបានដាក់ប្រាសាទនេះចូលទៅក្នុងបេតិកភណ្ឌពិភពលោកដែលមានការចុះបញ្ជីដោយអង្គការ UNESCO នឹងទៀតបាទហើយការបាញ់នឹងគឺមើងងាយដល់អង្គការ UNESCO ថាมันអាចធ្វើអ្វីសៀមបានទេមកទៅព្រោះថាបើបាញ់ហើយ UNESCO មិនតឹងមានអើពើធ្វើអីផងហ្នឹងធ្វើអីមិនតឹងបានផងហ្នឹងអញ្ចឹងថៃគឺខាងយោធាថៃគឺគ្មានញឹតហើយនឹងមើងងាយទៅដល់ខាង UNESCO តែម្ដងបាទហើយពាក់ព័ន្ធទៅនឹងខាងអង្គការ UNESCO បើសិនជាខ្ញុំជាប្រធានអង្គការ UNESCO វិញខ្ញុំធ្វើតែបន្តិចទេធ្វើឲ្យខាងថៃនឹងគឺអាចត្រឡប់ថយក្រោយទៅវិញតើតើនឹងការបាញ់ប្រហារនឹងគឺធ្វើលិខិតទៅខាងសៀមទៅបាទនេះបើតាមយោបល់របស់ខ្ញុំបើខ្ញុំជាប្រធានអង្គការនឹងវិញធ្វើលិខិតទៅសៀមទៅឲ្យឈប់បាញ់ប្រហារទៅលើប្រាសាទដែលបានដាក់បញ្ចូលទៅក្នុងអង្គការ UNESCO នឹងហើយប្រសិនបើសៀមអត់ស្ដាប់ទេងាយស្រួលបំផុតទេបាទនៅក្នុងការធ្វើទៅវិញហ្នឹងគឺដកអ្វីដែលសៀមបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកហ្នឹងទៅក្នុងអង្គការ UNESCO គឺដកចេញទាំងស្រុងតែម្ដងមិនឲ្យមានទេបាទហើយដកប្រទេសថៃចេញតែម្ដងដើម្បីកុំឲ្យថៃនឹងមើងងាយដល់អង្គការ UNESCO នឹងធ្វើអ្វីថៃមិនចេញបាទហើយតាក់ទងទៅនឹងការបាញ់ប្រហាររបស់សៀមហ្នឹងបាទដែលបាញ់ចូលប្រាសាទព្រះវិហារតំបន់ប្រាសាទព្រះវិហារហ្នឹងគឺបើយើងនិយាយទៅគឺមិនគោរពទៅក្នុងអនុសញ្ញានីតិក្រុងឡាអេដែលបានចេញនៅក្នុងឆ្នាំ1954សម្រាប់ការពារទ្រព្យសម្បត្តិវប្បធម៌និងអនុសញ្ញានៃឆ្នាំ1972ដែលតាក់ទងទៅនឹងការពារបេតិកភណ្ឌពិភពលោកហ្នឹងបាទវប្បធម៌ធម្មជាតិអីហ្នឹងរបស់ពិភពលោកហ្នឹងគឺខុសទៅនឹងអនុសញ្ញានឹងទៀតបាទដោយដែលពុកម៉ែបងប្អូនបានដឹងរំហើយថាប្រាសាទព្រះវិហាររបស់កម្ពុជាយើងគឺបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការ UNESCO ហ្នឹងគឺកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2008កន្លងទៅបាទអញ្ចឹងគឺខាងអង្គការ UNESCO ហ្នឹងគឺមានតួនាទីនៅក្នុងការការពារថែរក្សាប្រាសាទហ្នឹងហើយនៅពេលនេះគឺថៃបានបាញ់ចូលកំទេចប្រាសាទហ្នឹងទៀតអញ្ចឹងគឺខាងអង្គការ UNESCO ហ្នឹងគឺមានអត្ថប្រយោជន៍ណាស់នៅក្នុងការធ្វើលិខិតទៅខាងភាគីសៀមហ្នឹងកុំឲ្យមានការបាញ់ប្រហារទៅលើប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកហ្នឹងបាទហើយបើថៃមិនព្រមទេធ្វើតែបន្តិចទេបាទរឿងហ្នឹងធ្វើតែបន្តិចថៃនឹងត្រូវចុះញោមតែម្ដងបាទដូចដែលពុកម៉ែបងប្អូនបានដឹងរំហើយថាប្រាសាទព្រះវិហារគឺស្ថិតនៅលើជួរភ្នំដងរែកនៅក្នុងស្រុកជាំខ្សាន្តនៃខេត្តព្រះវិហារហើយមានចម្ងាយប្រមាណជា400គីឡូម៉ែត្រពីរាជធានីភ្នំពេញយើងនឹងបាទអញ្ចឹងសរុបសេចក្តីមកវិញគឺខាងថៃមិនត្រឹមតែវាយប្រហារប្រាសាទតាក្របីទេបានវាយប្រហារចូលទៅប្រាសាទព្រះវិហាររបស់ខ្មែរយើងទៀតបាទហើយនៅពេលនេះខាងអង្គការ UNESCO បានចេញតែសេចក្តីថ្លែងការណ៍ថ្កោលទោសទៅដល់ខាងភាគីថៃនឹងប៉ុន្តែអត់ខ្ញុំមើលទៅវាអត់មានបានអ្វីមកវិញទេបានចេញលិខិតថ្កោលទោសអីតែប៉ុណ្ណឹងបាទ
បាទអរគុណឪពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀតប្រសិនបើមានហេតុការណ៍អីថ្មីៗទៀតខ្ញុំបាននឹងបន្តជម្រាបជូនឪពុកម៉ែបងប្អូនបានដឹងទៀត